បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូคลิปខ្លីមួយដែលបង្ហាញពីរបៀបនៃការបង្កើត Gmail ជាដំបូងយើងត្រូវចូលពាក្យថា google.com យើងរួចចុចពាក្យថា sign in ហើយយើងយកពាក្យថា add account នៅខាងក្រោមនេះយើងយកពាក្យថា creat account បាទនៅទីនេះគឺទាមទារឲ្យយើងបំពេញឈ្មោះអញ្ចឹងយើងត្រូវមានឈ្មោះរបស់យើងខាងក្រោមនេះយើងត្រូវរើសឈ្មោះសម្រាប់បង្កើតជា account Gmail សម្រាប់យើងប្រើប្រាស់បាទខាងក្រោមនេះគឺយើងត្រូវដាក់ password បាទពាក្យខាងក្រោមនេះពាក្យថា confirm your password អញ្ចឹងគឺយើងត្រូវតែដាក់ឲ្យដូចខាងលើពាក្យថា creat password ហ្នឹងបាទទៅនេះគឺយើងជ្រើសរើសកើតនៅខែ10ថ្ងៃទី5ឆ្នាំ1998គឺជាថ្ងៃខែឆ្នាំកំណើតរបស់យើង gender យើងយកពាក្យថា male ឬមួយក៏ female ទៅតាមភេទរបស់យើងភេទប្រុសឬមួយក៏ភេទស្រីបាទចំពោះលេខទូរស័ព្ទនៅទីនេះយើងដាក់ឧទាហរណ៍ថាបើសិនបើយើងនៅប្រទេសកូរ៉េគឺយើងដាក់ឈ្មោះលេខទូរស័ព្ទនៅប្រទេសកូរ៉េហ្នឹងមកបើសិនយើងនៅប្រទេសកម្ពុជាក៏យើងដាក់លេខទូរស័ព្ទនៅតាមប្រទេសយើងដូចគ្នាអញ្ចឹងខាងក្រោមនេះយើងយកពាក្យថា I agree or Google Terms Service អញ្ចឹងយើង tick យកកន្លែងហ្នឹងមករួចចុចពាក្យថា next step បាទនៅទីនេះគេថា verify your account បានន័យថាគឺគេនឹងបង្កើតឲ្យ account របស់យើងនោះភ្ជាប់ជាមួយនឹងលេខទូរស័ព្ទប្រសិនបើ account របស់យើងនោះមានបញ្ហាឬមួយក៏មានការអសកម្មចំពោះយើងនៅពេលដែលយើងយក Gmail ទៅប្រើប្រាស់គឺយើងអាចស្វែងរក Gmail របស់យើងវិញតាមរយៈលេខទូរស័ព្ទហ្នឹងអញ្ចឹងយើងយកពេលដែលយើងបំពេញលេខទូរស័ព្ទរួចយើងចុចពាក្យថា text message SMS អញ្ចឹងរួចចុចពាក្យថា continue បាទនៅពេលនោះក្រុមហ៊ុន Google នឹងបញ្ជូនលេខកូដទៅឲ្យក្នុងទូរស័ព្ទដៃរបស់យើងហើយបាទខ្ញុំបានទទួលលេខកូដសម្ងាត់ពីក្រុមហ៊ុន Google រួចហើយបន្ទាប់មកយើងចុចពាក្យថា continue បាទយើងចុចពាក្យថា continue ទៀតអញ្ចឹងយើងចូលទៅ check Gmail របស់យើងចុចពាក្យថា Gmail ហ្នឹងមកបាទបន្ទាប់មកវានឹងបង្ហាញផ្ទាំង screen ដូចនេះអញ្ចឹងយើងចុចពាក្យថា next បន្ទាប់មក next ទៀតបាទបន្ទាប់មកទៀតក៏ next ទៀតបាទនៅពេលដែលបង្ហាញផ្ទាំងដូចនេះបានន័យថា Gmail របស់យើងគឺបានបង្កើតរួចហើយអញ្ចឹងយើងចុចពាក្យថា go to Gmail បាទសូមជម្រាបជូនថានៅពេលដែលយើងបង្កើត Gmail អញ្ចឹងជាពិសេសគឺ password របស់យើងគឺយើងត្រូវតែចងចាំព្រោះនៅពេលដែលយើងយក Gmail របស់យើងទៅបង្កើតកម្មវិធីផ្សេងគឺទាមទារយើងចាំ password នៅពេលដែលមានបញ្ហាកើតឡើងគឺអញ្ចឹងក្រុមហ៊ុននឹងធ្វើការផ្ញើឯកសារផ្សេងៗពាក់ព័ន្ធជាមួយនឹងដំណោះស្រាយរបស់នៅពេលយើងយក Gmail ទៅប្រើប្រាស់និងចូល Gmail ដើមរបស់យើងបាទសូមអរគុណច្រើនបាទសូមបញ្ចប់នៅវីដេអូខ្លីនេះ